ខ្ញុំបាទសូមគោរពជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូមេរៀនថ្មីមួយទៀតដែលយើងនឹងសិក្សាអំពីព្រះជន្មការសង្កត់ហើយនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដោយសពម្ដងរបៀបនៃការសិក្សារបស់យើងគឺយើងនឹងសួរជាសំណួរជាច្រើនហើយនឹងមានព្រះគម្ពីរជាអ្នកឆ្លើយនៅសំណួររបស់យើងដោយមេរៀននេះគឺផ្អែកទៅលើព្រះគម្ពីរទាំងស្រុងកាលពីមេរៀនមុនយើងបានសិក្សាអំពីមហាវិវាទឬក៏ចំនួនដ៏ធំដែលសាតាំងបានឆ្លោះជាមួយនឹងព្រះហើយក៏មានចម្បាំងនៅលើមេឃច្បាំងបានផ្ទុះឡើងហើយសាតាំងត្រូវបានចាញ់នៅក្នុងចម្បាំងនេះហើយបានបោះមកផែនដីនេះអញ្ចឹងមហាវិវាទបន្តពីឋានសួគ៌មកដល់ភពផែនដីនេះមិនទាន់ចប់នៅឡើយទេបច្ចុប្បន្ននេះមហាវិវាទកំពុងតែនៅមាននៅផែនដីនេះរហូតដល់ព្រះយេស៊ូវយាងត្រឡប់មកវិញនោះទៅមហាវិវាទនេះត្រូវបានបញ្ចប់ដូច្នេះព្រះគម្ពីរបានសម្ដែងថាត្បិតឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់តែអំណោយទានរបស់ព្រះគឺជាជីវិតដ៏នៅអកលជានិច្ចវិញបាបទាមទារឲ្យមានសេចក្តីស្លាប់មេរៀនមុនទៀតយើងបានសិក្សាអំពីមនុស្សធ្លាក់ចុះក្នុងអំពើបាបហើយបាបទាមទារមានសេចក្តីស្លាប់ដូច្នេះបានជាមនុស្សគ្រប់គ្នាត្រូវស្លាប់តែអំណោយទាននៃព្រះនោះគឺការដែលព្រះអង្គមកប្រសូតព្រះដែលនៅឋានសួគ៌មកប្រសូតជាមនុស្សហើយរស់នៅគ្មានអំពើបាបហើយស្លាប់ឬក៏សគត់ជំនួសយើងរាល់គ្នាដើម្បីរាល់គ្នាបានជីវិតអស់កលជានិច្ចបណ្ដែលយើងមិនចាំបាច់ត្រូវទទួលរងនៅឈ្នួលនៃអំពើបាបដោយខ្លួនឯងទេគឺមានអ្នកមកស្លាប់ជំនួសយើងហើយចាប់ផ្ដើមជាមួយនឹងសំណួរតែម្ដងសំណួរទី1សួរថាហេតុអ្វីបានជាព្រះយេស៊ូវរស់នៅយ៉ាងល្អហើយគ្មានអំពើបាបនៅលើផែនដីនេះផ្អែកទៅលើព្រះគម្ពីរពេត្រុសទី1ចំពុក2ខ21ដល់ខ22បានសម្ដែងថាត្បិតព្រះទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្តីនោះឯងពីព្រោះព្រះគ្រីស្ទបានរងទុក្ខជំនួសយើងដែរទាំងទុក្ខតម្រាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់មិនបានធ្វើបាបសោះហើយក៏មិនឃើញមានកិច្ចកលអ្វីនៅក្នុងព្រះអស់ទ្រង់ឡើយសំណួរសួរថាហេតុអីបានជាព្រះយេស៊ូវត្រូវរស់នៅគ្មានបាបនៅលើភពផែនដីនេះបងប្អូនត្រូវចាំថាមូលហេតុដែលព្រះយេស៊ូវយាងមកលើផែនដីនេះគឺដើម្បីមកដោះអំពើបាបយើងដើម្បីដោះអំពើបាបនរណាម្នាក់បានលុះត្រាតែអ្នកនោះគ្មានបាបសោះព្រះយេស៊ូវព្រះអង្គគ្មានបាបរស់នៅគ្មានបាបមានន័យថាម៉េចព្រះអង្គមិនបានកើតក្នុងអំពើបាបទេគឺព្រះអង្គរស់នៅហើយប្រព្រឹត្តតាមក្រឹតវិន័យរបស់ព្រះមិនធ្វើបាបសោះព្រះអង្គមិនប្រសូតជាមនុស្សមានបាបហើយព្រះអង្គក៏មិនធ្វើបាបដូច្នេះព្រះអង្គត្រូវបានរាប់ថាជាព្រះដែលគ្មានអំពើបាបជាមនុស្សដែលគ្មានអំពើបាបព្រោះព្រះយេស៊ូវជាមនុស្ស 100% ហើយក៏ជាព្រះ 100% ព្រះអង្គគឺជាមនុស្សដែលគ្មានអំពើបាបកាលពីជាង 2000 ឆ្នាំមុនព្រះអង្គចាប់កំណើតជាមនុស្សនេះយើងហៅថាមនុស្សព្រះអង្គគឺជាមនុស្សដែលគ្មានអំពើបាបហេតុអីព្រះយេស៊ូវទ្រង់រស់នៅយ៉ាងល្អគ្មានអំពើបាបនៅលើផែនដីនេះដើម្បីអីគឺពីព្រោះព្រះគ្រីស្ទបានរងទុក្ខជំនួសយើងដែរទុក្ខជាតម្រាប់ឲ្យយើងរាល់គ្នាដើរតាមលំអាននៃទ្រង់ព្រះរស់នៅគ្មានអំពើបាបទុកជាលំអានឲ្យយើងដើរតាមទ្រង់ត្បិតយើងមានបាបប៉ុន្តែព្រះបានសគត់ជំនួសយើងហើយអ្នកដែលដើរតាមព្រះនឹងដើរតាមរបៀបដែលគ្មានអំពើបាបរបស់ព្រះយេស៊ូវទោះបីជាយើងនៅក្នុងផែនដីក៏ដោយគឺយើងមិនស្រឡាញ់ការប្រព្រឹត្តអំពើបាបនោះហើយគេហៅថាដើរតាមលំអាននៃទ្រង់សំណួរទី2តើព្រះយេស៊ូវបានស្ដាប់បង្គាប់ព្រះយ៉ាងគ្រប់លក្ខដោយរបៀបណាបងប្អូនចាំបានហើយនៅពេលយើងសិក្សាអំពីព្រះត្រៃឯកយើងឃើញមានលក្ខណៈរបស់ព្រះវរបិតាព្រះរាជបុត្រាគឺជាព្រះយេស៊ូវហើយនិងព្រះវិញ្ញាណបរិសុទ្ធមេរៀនមុនហ្នឹងអញ្ចឹងសំណួរសួរថាតើព្រះយេស៊ូវបានស្ដាប់បង្គាប់ព្រះយ៉ាងគ្រប់លក្ខដោយរបៀបណាស្ដាប់បង្គាប់ព្រះវរបិតាដោយរបៀបណាក្នុងព្រះគម្ពីរហ្វីលីបចំពុក2ខ6ដល់ខ8បានសម្ដែងថាទោះបីជាទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរົບសេចក្តីដែលស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកជារូបមនុស្សផងហើយដែលឃើញទ្រង់មានសភាពជាមនុស្សដូច្នោះនោះក៏បន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់បានសគត់នៅលើឈើឆ្កាងតើព្រះស្ដាប់បង្គាប់ព្រះវរបិតាដោយរបៀបណាទ្រង់ចោះចូលសពគ្រប់បែបយ៉ាងរហូតដល់ទីមរណៈរហូតដល់ខ្លួនឯងត្រូវស្លាប់ចំនួនអំពើបាបគឺជាសេចក្តីស្លាប់ដដែលព្រះស្ដាប់បង្គាប់ព្រះវរបិតារហូតដល់ទីមរណៈពីព្រោះអ្វីដែលព្រះមានព្រះបន្ទូលគឺនៅឋិតថេរច្បាប់របស់ព្រះគឺនៅឋិតថេរបងប្អូនចាំបានទេនៅក្នុងសួនច្បារដែនព្រះមានព្រះបន្ទូលទៅកាន់អាដាមអេវ៉ាថាថ្ងៃណាដែលអ្នកញ៉ាំនោះអ្នកនឹងស្លាប់អញ្ចឹងឈ្នួលនៃអំពើបាប
គឺការមិនស្ដាប់បង្គាប់ព្រះហ្នឹងឯងមិនស្ដាប់ពាក្យរបស់ព្រះមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះនាំឲ្យគេមានបាបហើយឈ្នួលនៃការមិនស្ដាប់បង្គាប់ហ្នឹងគឺជាបាបហ្នឹងគឺនាំឲ្យមានសេចក្តីស្លាប់ដូច្នេះព្រះយេស៊ូវត្រូវស្ដាប់បង្គាប់ព្រះមិនបានផ្លាស់ប្ដូរឈ្នួលនៃអំពើបាបជាសេចក្តីស្លាប់ទៅជាអីផ្សេងទេឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ត្រូវតែជាសេចក្តីស្លាប់ព្រះមិនបានផ្លាស់ប្ដូរទេតែអ្វីដែលព្រះមានគម្រោងការនោះគឺយកអ្នកមួយទៀតដែលគឺជាព្រះអង្គទ្រង់ផ្ទាល់មកស្លាប់ជំនួសយើងរាល់គ្នាឆ្លើយតបទៅនឹងសំណួររបស់យើងតើព្រះយេស៊ូវស្ដាប់បង្គាប់ព្រះវរបិតាដោយរបៀបណាគឺរហូតដល់ទីមរណៈគឺទ្រង់សុគតនៅលើឈើឆ្កាងផងសំណួរទី3តើព្រះជន្មរបស់ព្រះគ្រីស្ទបង្ហាញអ្វីខ្លះអំពីលក្ខណៈរបស់ព្រះគម្ពីរយូហានចំពុក14ខ9បានសម្ដែងថាព្រះយេស៊ូវមានព្រះបន្ទូលទៅថាភីលីបអើយខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាយូរដល់ម្ល៉េះហើយអ្នករាល់គ្នាមិនទាន់ស្គាល់ខ្ញុំឬអ្នកណាដែលឃើញខ្ញុំនោះក៏ឃើញព្រះវរបិតាដែរចុះធ្វើដូចម្ដេចបានជាអ្នកថាសូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះព្រះជន្មការរស់របស់ព្រះយេស៊ូវកាលពីជាង 2000 ឆ្នាំមុនគឺបង្ហាញឲ្យយើងឃើញអំពីព្រះនិទ្ធានសួគ៌ដូច្នេះបានជាការបង្រៀនរបស់ព្រះយេស៊ូវខុសប្លែកពីការបង្រៀនរបស់ពួកអាចារ្យផារស៊ីពួកសង្ឃនៅសម័យនោះដែលគេថ្វាយបង្គំព្រះដូចគ្នាហ្នឹងនៅសម័យនោះការបង្រៀនរបស់ព្រះយេស៊ូវគឺខុសពីពួកអាចារ្យផារស៊ីនៅសម័យនោះពីព្រោះអីពីព្រោះការបង្រៀនរបស់ព្រះយេស៊ូវធ្វើឲ្យអ្នកស្ដាប់នោះមានសេចក្តីសង្ឃឹមពីព្រោះទ្រង់យាងមករកជាមដែលបាត់បង់នឹងឯងចឹងហើយបានជាអ្នកណាដែលឃើញព្រះយេស៊ូវគឺដូចជាឃើញព្រះវរបិតាលក្ខណៈរបស់ព្រះអត្តចរិតរបស់ព្រះគឺនៅក្នុងព្រះយេស៊ូវនឹងឯងហើយហ្វីលីបដែលជាសិស្សរបស់ព្រះយេស៊ូវថាអូព្រះអង្គអើយសូមបង្ហាញឲ្យទូបង្គំបានឃើញនៅព្រះវរបិតាផងចឹងព្រះយេស៊ូវថាអូហ្វីលីបអើយខ្ញុំនៅជាមួយអ្នករាល់គ្នាយូរដល់ម្ល៉េះហើយហេតុអីបានជាអ្នកសួររកព្រះវរបិតាខ្ញុំតើខ្ញុំបានប្រាប់អ្នកទេឬអីអ្នកឃើញខ្ញុំគឺដូចជាឃើញព្រះវរបិតាផងចឹងហេតុអីបានជាអ្នកថាសូមបង្ហាញព្រះវរបិតាឲ្យខ្ញុំឃើញផងបងប្អូនអរគ្នានៅពេលដែលយើងធ្វើតាមព្រះចរិតលក្ខណៈរបស់ព្រះជឿទៅលើព្រះចរិតលក្ខណៈរបស់ព្រះនៅក្នុងយើងហើយមនុស្សដទៃទៀតគេនឹងឃើញអំពើល្អនៅក្នុងយើងនឹងគេនឹងសរសើរដំកើងអូមនុស្សនេះជាអ្នកជឿលើព្រះយេស៊ូវគេនឹងឃើញព្រះនៅក្នុងយើងអញ្ចឹងចង់ឲ្យនរណាម្នាក់ឃើញព្រះគឺតាមរយៈយើងនឹងឯងពីព្រោះយើងគឺជាទូតរបស់ព្រះសំណួរទី4ហេតុអ្វីបានជាព្រះយេស៊ូវត្រូវសុគតសំណួរនេះមានបងប្អូនជាច្រើនសូម្បីតែនៅក្នុងសាសនាដទៃក៏បានដាក់ជាសំណួរដែរថាអូព្រះអីស្លាប់ចឹងបើព្រះយេស៊ូវជាព្រះបកែពើមែនហេតុអីបានព្រះអង្គត្រូវស្គត់ចឹងបងប្អូនត្រូវចាំដដែលឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ព្រះអង្គមកស្លាប់ហ្នឹងមកស្លាប់ជំនួសយើងរាល់គ្នាឥឡូវឲ្យព្រះគម្ពីរអ្នកឆ្លើយគម្ពីរអេសាយចំពោះ53ខ5តែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវេជុំដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាលដែលនាំឲ្យបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយស្នាមរំពាត់នៅលើអង្គទ្រង់ឃើញទេគម្ពីរបានសម្ដែងថាទ្រង់ត្រូវរបួសដោយព្រោះតែអំពើរំលងរបស់យើងអំពើរំលងណាគេអំពើរំលងពីដំបូងដែលអាដាមអេវ៉ាបានរំលងជាមួយនឹងបញ្ញត្តិរបស់ព្រះសម័យបច្ចុប្បន្ននេះក៏យើងរំលងជាមួយបញ្ញត្តិរបស់ព្រះដែរសម័យមុនក៏យើងរំលងក៏មនុស្សរំលងជាមួយនឹងបញ្ញត្តិរបស់ព្រះដែរអញ្ចឹងព្រះត្រូវរបួសត្រូវបានគេវាយធ្វើបាបនឹងក៏ដោយសារតែអំពើរំលងរបស់យើងគម្ពីរអេសាយបានសរសេររាប់រយឆ្នាំមុនដែលព្រះយេស៊ូវបានចាប់កំណើតជាមនុស្សទៅទៀតគឺបានទស្សទាយថានឹងមានព្រះមេស៊ីនេះគឺជាព្រះអង្គសង្គ្រោះដែលនឹងយាងមកសង្គ្រោះមនុស្សចេញពីអំពើបាបនឹងឯងអញ្ចឹងព្រះអង្គត្រូវទទួលរងនៅរបួសដោយព្រោះតែអំពើរំលងរបស់មនុស្សយើងរាល់គ្នាដូច្នេះបងប្អូនអរគ្នាការសង្កត់របស់ព្រះយេស៊ូវមិនមែនជាការចោះចាញ់នោះទេការសង្កត់របស់ព្រះយេស៊ូវគឺជាការយកឈ្នះនៅអំពើបាបពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ព្រះមិនបានផ្លាស់ប្ដូរឈ្នួលនៃអំពើបាបទៅជាអីផ្សេងទេព្រះសុចិត្តយកកំណើតជាមនុស្សហើយស្លាប់ឬក៏សង្កត់ជំនួសយើងរាល់គ្នាព្រះអង្គសង្កត់ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ព្រះអង្គមកសង្កត់ដើម្បីបង្ហាញថាណែព្រះឬក៏ដូចប្រៀបដូចជាឪពុកម្ដាយរបស់យើងអញ្ចឹងព្រះអង្គមានសេចក្តីស្រឡាញ់ឯងរាល់គ្នាមិនចាំបាច់ស្លាប់អស់កលជានិច្ចទេអញមកដើម្បីនឹងសង្កត់ឬក៏ស្លាប់ជំនួសឯងរាល់គ្នាហើយឃើញទេគឺយើងឃើញពីសេចក្តីស្រឡាញ់របស់ព្រះជាងហេតុអីបានជាព្រះយេស៊ូវទ្រង់ត្រូវសង្កត់មូលហេតុដែលព្រះអង្គត្រូវសង្កត់នោះគឺដោយសារតែអំពើបាបឬក៏អំពើរំលងរបស់យើងរាល់គ្នាត្បិតឈ្នួលនឹងអំពើបាបគឺជាសេចក្តីស្លាប់ជាងពាក្យដដែលនឹងឯងសំណួរទី5តើពាក្យដង្វាយធួនមានន័យយ៉ាងដូចម្តេចព្រះគម្ពីរយូហានទី1ចំពោះ2ខ2ពាក្យតាដង្វាយធួននៅក្នុងព្រះគម្ពីរសញ្ញាចាស់ពីមុនបងប្អូនជនជាតិអ៊ីស្រាអែលត្រូវបានព្រះបង្គាប់ឲ្យថ្វាយដង្វាយ
ចឹងហើយបានជាយើងឃើញមានការសម្លាប់សត្វជាមសម្រាប់សត្វផ្សេងៗហ្នឹងយកទៅធ្វើជាដង្វាយថ្វាយអញបូជាហើយក៏មានបងប្អូនជាច្រើនបានរិះគន់ថាអូហេតុអីបានជាសាសនាហ្នឹងសប្បាយទៅនឹងការសម្លាប់សត្វបងប្អូនជាការពិតអត់មែនចឹងទេសត្វដែលយកទៅថ្វាយហ្នឹងគេមិនរីករាយនៅក្នុងការសម្លាប់សត្វនោះទេបើយើងសិក្សាអំពីរោងអបោសុតយើងឃើញថានៅពេលដែលជនជាតិអ៊ីស្រាអែលធ្វើខុសអីមួយនរណាក៏ដោយសូម្បីតែសង្ឃសូម្បីតែអ្នកតូចទាបប៉ុណ្ណាធំប៉ុណ្ណាក៏ដោយគឺគេនឹងយកសត្វហ្នឹងមិនមែនជាសត្វអត់ប្រយោជន៍ទេជាសត្វដែលមានតម្លៃថ្លៃទៀតហើយអាចជាសត្វដែលគេស្រឡាញ់ទៀតផងយកសត្វនោះយកមកសម្លាប់កសម្លាប់ហើយយកឈាមធ្វើយ៉ាងបូជាលុះអំពើបាបអ្នកនោះកន្លែងហ្នឹងព្រះចង់បង្រៀនប្រាប់ថាអំពើបាបរបស់យើងតែមួយហ្នឹងធ្វើឲ្យជីវិតអ្នកផ្សេងទៀតហ្នឹងត្រូវស្លាប់ដែលអត់ដឹងអីសោះអញ្ចឹងជីវិតដែលត្រូវស្លាប់អត់ដឹងអីសោះមិនស្គាល់អំពើបាបសោះហ្នឹងគឺតំណាងគឺសំដៅទៅលើព្រះយេស៊ូវនឹងឯងអញ្ចឹងហើយបានជាលោកយូហានបាទីសនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅពេលដែលលោកធ្វើពិធីបុណ្យជំនួយទឹកឲ្យព្រះយេស៊ូវលោកថានោះណកូនជាមនៃព្រះដែលដោះបាបមនុស្សលោកគឺចង្អុលទៅឯព្រះយេស៊ូវនឹងឯងអញ្ចឹងពេលព្រះយេស៊ូវទ្រង់មកសគត់លើឈើឆ្កាងហ្នឹងដង្វាយធួនកូនជាមដែលគេធ្លាប់តែថ្វាយនៅក្នុងរោងអបោសុតហ្នឹងត្រូវបានផ្លាស់ប្ដូរដោយព្រះអង្គទ្រង់ផ្ទាល់នៅក្នុងព្រះវិហារនៅពេលដែលព្រះយេស៊ូវសគត់ក្នុងព្រះវិហារវាំងនូនដែលខណ្ឌរោងអបោសុតជាមួយនឹងទីបោសុតបំផុតហ្នឹងត្រូវបានពុះញែកជាពីលើចុះក្រោមដែលតំណាងថាមនុស្សអាចចូលទៅកាន់ព្រះដោយផ្ទាល់តាមរយៈព្រះយេស៊ូវព្រះអង្គសគត់ហើយការសគត់ហ្នឹងគឺសគត់ជំនួសអំពើបាបយើងរាល់គ្នាឥឡូវឲ្យព្រះគម្ពីរជាអ្នកឆ្លើយព្រះគម្ពីរយូហានទី1ចំពោះ2ខ2ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាប៉ុណ្ណោះទេគឺនឹងបាបរបស់លោកីទាំងមូលផងព្រះយេស៊ូវមិនត្រឹមតែស្លាប់ជំនួសខ្ញុំតែម្នាក់ទេគឺព្រះអង្គស្លាប់ជំនួសបងប្អូនហើយនឹងមនុស្សទាំងអស់នៅលើភពផែនដីនេះពីព្រោះយើងរាល់គ្នាមានអំពើបាបយើងរាល់គ្នាសុទ្ធតែកើតចេញពីពូជតែមួយក្នុងព្រះគម្ពីរលោកុបាទចំពោះ1ចំពោះ2អាដាមអេវ៉ានឹងឯងចឹងយើងរាល់គ្នាមានអំពើបាបការសគត់របស់ព្រះយេស៊ូវគឺជាដង្វាយធួននឹងអំពើបាបយើងរាល់គ្នាពាក្យថាដង្វាយធួនមានន័យថាភាសាអង់គ្លេសគេហៅថា covering បានន័យថាបិទបាំងឬក៏គេប្រើពាក្យថាបង់ថ្លៃប្រោះលោះចូលថាយើងទិញអីវ៉ាន់មួយមានគេចាញ់ថ្លៃឲ្យយើងអានឹងហើយពាក្យថាដង្វាយធួនចាញ់ថ្លៃប្រោះលោះព្រះចាញ់ថ្លៃប្រោះលោះឲ្យយើងរាល់គ្នាសំណួរទី6តើការសគត់របស់ព្រះគ្រីស្ទអត់ទោសបាបយ៉ាងដូចម្តេចព្រះគម្ពីរកូរិនថូសទី2ចំពោះ5ខ19ដល់ខ21ពីព្រោះមានបងប្អូនជាច្រើនដែលមិនមែនជាគ្រិស្តសាសនិកព្រោះគាត់ជាឆ្ងល់នេះព្រះស្លាប់តែព្រះតើឲ្យមកតាក់ទងអីដោះបាបខ្ញុំមែនទេយើងក៏จะធ្លាប់ឆ្ងល់អញ្ចឹងឥឡូវឲ្យព្រះគម្ពីរជាអ្នកឆ្លើយកូរិនថូសទី2ចំពោះ5ខ19ដល់21គឺពីដំណើរដែលទ្រង់គង់នៅក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនិងព្រះអង្គទ្រង់ត្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះទៅនៅព្រះអង្គនោះឯងតែការសគត់របស់ព្រះគ្រីស្ទអត់ទោសបាបមនុស្សយ៉ាងដូចម្តេចគឺព្រះធ្វើឲ្យព្រះយេស៊ូវនឹងបានត្រឡប់ទៅជាតួបាបជំនួសយើងរាល់គ្នាដើម្បីយើងរាល់គ្នាបានត្រឡប់ជារបស់សុចរិតរបស់ព្រះដោយនៅនាមព្រះអង្គនឹងឯងដូច្នេះតើព្រះអង្គលុបបាបយ៉ាងដូចម្តេចគឺព្រះអង្គត្រឡប់ជាតួបាបហើយយើងរាល់គ្នាត្រឡប់ទៅជាសុចរិតពីព្រោះដើម្បីត្រឡប់ទៅឋានសួគ៌វិញបានដើម្បីឡើងឋានសួគ៌ដើម្បីទៅក្នុងនគរព្រះបានលុះត្រាតែនោះបរិសុទ្ធគ្មានអំពើបាបសោះតើធ្វើដូចម្តេចឲ្យមនុស្សយើងអាចបរិសុទ្ធបានបរិសុទ្ធតាមរយៈយើងខំធ្វើបុណ្យខំធ្វើល្អអត់អាចទេឥឡូវឧទាហរណ៍តែយើងខំធ្វើល្អមួយថ្ងៃយើងខំធ្វើល្អ5ដងយើងជួយអ្នកក្រ5នាក់មួយថ្ងៃឥឡូវបងប្អូនគិតមើលក្រៅពីការធ្វើល្អ5ដងហ្នឹងតើយើងធ្វើអាក្រក់ប៉ុន្មានដងគ្រាន់តែបាបខ្លួនឯងហ្នឹងគុណគូហ្នឹងអត់រួចផងដូច្នេះតើយើងអាចរត់ផុតពីអំពើបាបពីមុនហ្នឹងបានដោយរបៀបណាអត់អាចទេដូច្នេះទល់តែមានព្រះមកជួយយើងដែលព្រះអង្គមិនបានស្ថិតនៅក្នុងអំពើបាបហើយព្រះអង្គនោះបានត្រឡប់ជាតួបាបជំនួសយើងរាល់គ្នានឹងហើយគឺជាការអត់ទោសបាបរបស់ព្រះយេស៊ូវគឺតាមលក្ខណៈបែបហ្នឹងហើយនៅពេលដែលព្រះអង្គត្រឡប់ជាតួបាបសម្រាប់យើងរាល់គ្នាយើងជឿទៅលើព្រះអង្គនោះយើងត្រូវបានរាប់ជាសុចរិតពាក្យថាសុចរិតបានន័យថាយើងត្រូវបានរាប់ជាមនុស្សថ្មីវិញគ្មានអំពើបាបសោះឃើញទេភាពពិសេសនៅពេលដែលយើងជឿព្រះយេស៊ូវគឺបែបហ្នឹងសំណួរទី7តើពាក្យថាព្រះគ្រីស្ទសគត់ជំនួសយើងមានន័យយ៉ាងដូចម្តេច
សំណួរស្តៀងគ្នាទេហើយក៏មានខគម្ពីរជាច្រើនដើម្បីបងប្អូនបានយល់ពីប្រធានបទនេះគម្ពីរអេសាយចំពោះ53ខ4ដល់ខ6ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយក៏បានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងជាពិតតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវេជំដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាលដែលនាំឲ្យបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោះឲ្យជាដោយស្នាមរំពាត់នៅអង្គទ្រង់យើងទាំងអស់គ្នាបានទាសចេញដូចជាជាមគឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួនហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់ទៅលើទ្រង់បើយើងសិក្សានៅក្នុងសៀវភៅដំណឹងល្អម៉ាថាយម៉ាកូសលូកាយូហានជាពិសេសព្រះគម្ពីរលូកាយើងឃើញសរសេរលម្អិតអំពីការសុគតរបស់ព្រះយេស៊ូវមុនពេលដែលព្រះអង្គសុគតនោះព្រះអង្គត្រូវបានគេវាយធ្វើបាបយ៉ាងវេទនាដូច្នេះព្រះគម្ពីរអេសាយនឹងបានសរសេរប្រមាណ700ឆ្នាំមុនព្រះយេស៊ូវបានប្រសូតបានន័យថាទោះទីមុន700ឆ្នាំថាព្រះអង្គនឹងយាងមកឲ្យត្រូវបានគេវាយធ្វើបាបអញ្ចឹងការសុគតរបស់ព្រះយេស៊ូវនឹងត្រូវបានគេធ្វើបាបមុននឹងព្រះអង្គសុគតនឹងគឺវេទនាខ្លាំងមែនទែនរហូតដល់មនុស្សធម្មតាមិនអាចទ្រាំបានប៉ុន្តែព្រះទ្រង់បានទ្រាំទ្ររហូតដល់ទីមរណៈទ្រង់អាចបានបោះបង់ចុះចេញទេគឺព្រះត្រូវតែមកសុគតសំណួរទី8តើឈើឆ្កាងបង្ហាញសេចក្តីស្រឡាញ់និងសេចក្តីយុត្តិធម៌របស់ព្រះយ៉ាងណាពេលយើងមើលឯឈើឆ្កាងយើងឃើញពីសេចក្តីស្រឡាញ់ហើយនិងសេចក្តីយុត្តិធម៌តើឈើឆ្កាងនឹងបង្ហាញរឿងពីរយ៉ាងនេះយ៉ាងណាព្រះគម្ពីររ៉ូមចំពុក3ខ25-26សម្ដែងថាដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោះដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះចំពោះការដែលទ្រង់មិនប្រកាន់អំពើបាបតែគេប្រព្រឹត្តពីដើមដោយទ្រង់មានព្រះទ័យអត់ធ្មត់ដើម្បីនឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះនៅជន់ឥឡូវនេះប្រយោជន៍ឲ្យទ្រង់បានសុចរិតព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវថាជាមនុស្សសុចរិតដែរតើឈើឆ្កាងបង្ហាញថាព្រះមានសេចក្តីយុត្តិធម៌ហើយនិងសេចក្តីស្រឡាញ់យ៉ាងដូចម្តេចនៅលើឈើឆ្កាងយើងឃើញអំពីសេចក្តីសុចរិតរបស់ព្រះតើពាក្យថាសុចរិតនៅកន្លែងនេះចង់មកន័យថាដូចម្តេចឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់ដដែលពាក្យថាសុចរិតហ្នឹងគឺសំដៅទៅលើយុត្តិធម៌ព្រះមានសេចក្តីយុត្តិធម៌ឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់ព្រះមិនបានដកចេញឈ្នួលនៅអំពើបាបផ្លាស់ប្ដូរព្រះក៏លាស់ពាក្យថាឥឡូវនេះយើងផ្លាស់ប្ដូរឈ្នួលនៅអំពើបាបគឺជាលែងជាសេចក្តីស្លាប់ទៀតហើយទៅជាអីផ្សេងព្រះយុត្តិធម៌ព្រះអង្គបានផ្លាស់ប្ដូរទេមនុស្សដែលប្រព្រឹត្តអំពើបាបទោះបីជានោះព្រះស្រឡាញ់ប៉ុណ្ណាក៏ដោយអ្នកនោះត្រូវស្លាប់ពីព្រោះឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់ឃើញទេព្រះយុត្តិធម៌ជាមួយនឹងពពួកទេវតាដទៃទៀតដែលគេមិនបានធ្លាក់ចុះគេនឹងឃើញថាអូអាដាមអេវ៉ាមិនបានប្រព្រឹត្តល្អជាមួយនឹងព្រះមិនបានស្ដាប់អង្គព្រះ 100% អញ្ចឹងគេប្រកាសណាពពួកទេវតានៅឋានសួគ៌គេគិតថាអូតើព្រះនឹងដោះស្រាយដោយយុត្តិធម៌របៀបណាឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់តើព្រះនឹងមិនអោយពួកគេស្លាប់ឬពីព្រោះព្រះស្រឡាញ់ពួកគេអញ្ចឹងព្រះអត់ធ្វើអញ្ចឹងទេឈ្នួលនៅអំពើបាបគឺជាសេចក្តីស្លាប់ពួកគេត្រូវតែស្លាប់ទេវតាទាំងអស់នៅឋានសួគ៌ឃើញពីសេចក្តីស្លាប់ដំបូងរបស់មនុស្សគឺអាដាមនិងអេវ៉ាពូជរបស់អាដាមអេវ៉ាបានស្លាប់នឹងឯងហើយនៅលើឈើឆ្កាងបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះក្នុងព្រះគម្ពីរយូហានទី1ចំពោះ4ខ10ថានេះហើយជាសេចក្តីស្រឡាញ់មិនមែនយើងរាល់គ្នាបានស្រឡាញ់ព្រះនោះទេគឺទ្រង់បានស្រឡាញ់យើងរាល់គ្នាទេតាហើយបានចាត់រាជបុត្រាទ្រង់ឲ្យមកទុកជាដង្វាយធួននឹងបាបយើងរាល់គ្នាដោយស្រឡាញ់មិនមែនជាយើងស្រឡាញ់ព្រះមុនទេគឺព្រះស្រឡាញ់យើងមុនរួចទៅហើយសំណួរទី9តើការសុគតរបស់ព្រះគ្រីស្ទផ្សះផ្សាមនុស្សលោកនិងព្រះយ៉ាងណាក្រឹត្យទី2ចំពុក5ខ18-19សម្ដែងថាគ្រប់ទាំងអស់ក៏មកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរគឺពីដំណើរដែលទ្រង់បានគង់នៅក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនិងព្រះអង្គទ្រង់ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកយើងខ្ញុំដែរតើការសុគតរបស់ព្រះគ្រីស្ទផ្សះផ្សាមនុស្សនិងព្រះយ៉ាងដូចម្តេចផ្សះផ្សាមនុស្សតាមរយៈព្រះយេស៊ូវគ្រីស្ទនឹងឯងព្រះអង្គគឺជាតួអង្គកណ្ដាលអញ្ចឹងហើយបានជាគ្រីស្ទាននៅពេលដែលយើងអធិដ្ឋានយើងអធិដ្ឋានដោយនៅនាមព្រះយេស៊ូវដែលយើងអាចចូលទៅឯព្រះបានតាមរយៈព្រះយេស៊ូវព្រះអង្គគឺជាកូនជាមកាលពីសម័យញាចាស់ពេលដែលមនុស្សធ្វើអំពើបាបដើម្បីផ្សះផ្សាជាមួយនឹងព្រះបានគេយកជាមទៅសុំការអត់ទោសពីព្រះចឹងជាមនឹងគឺផ្សះផ្សាគេជាមួយនឹងព្រះឡើងវិញជាមនឹងឯងគឺជាតំណាងឲ្យ
ព្រះយេស៊ូវដែលជាកូនជាមរបស់ព្រះនឹងឯងអញ្ចឹងនៅពេលដែលព្រះយេស៊ូវមកចាប់កំណើតជាមនុស្សហើយទ្រង់សុគតទៅវិញព្រះអង្គមានជ័យជំនះលើអំពើបាបនឹងយើងរាល់គ្នាត្រូវបានផ្សះផ្សាតាមរយៈឈាមរបស់ព្រះអង្គនឹងឯងតាមរយៈព្រះយេស៊ូវគ្រីស្ទអញ្ចឹងហើយបានជាគ្រីស្ទានអធិដ្ឋានថាដោយនៅនាមព្រះយេស៊ូវគ្រីស្ទអាមែនអូខេសំណួរបន្ទាប់ហេតុអ្វីបានជាសេចក្តីសង្គ្រោះកើតមានតែដោយសារព្រះយេស៊ូវប៉ុណ្ណោះព្រះគម្ពីរយូហានចំពុក3ខ16សម្ដែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានរាជបុត្រាទ្រង់តែមួយដើម្បីអស់អ្នកណាដែលជឿដល់រាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញហេតុអីសេចក្តីសង្គ្រោះមានតែតាមរយៈព្រះយេស៊ូវគឺដោយសារព្រះយេស៊ូវទ្រង់បានសុគតជំនួសអំពើបាបយើងរាល់គ្នាអត់មាននរណាម្នាក់ផ្សេងទៀតបានស្លាប់ជំនួសយើងរាល់គ្នាឡើយក្រៅពីព្រះអង្គសម័យសញ្ញាចាស់ដដែលមនុស្សត្រូវបានអត់ទោសបាបដោយសារតែដង្វាយថ្វាយទៅកាន់ព្រះគឺកូនជាមនឹងគ្មានសេចក្តីសង្គ្រោះព្រះអត់ទោសបាបមនុស្សណាចេញក្រៅពីការអត់ទោសតាមរយៈដង្វាយទៅថ្វាយទៅកាន់ព្រះដែលជាកូនជាមនោះទេជាងដូចគ្នាព្រះយេស៊ូវព្រះអង្គគឺជាអ្នកសុគតចេញថ្លៃនិយាយស្ដាប់យើងត្រូវបានគេទិញបាបទិញយើងហើយយើងត្រូវស្លាប់ជាទីស្គាល់នៃអំពើបាបព្រះអង្គបានយកលុយនឹងទិញយើងចេញពីអំពើបាបនឹងមកចឹងហើយបានជាគ្មានសេចក្តីសង្គ្រោះណាកើតមានក្រៅពីព្រះយេស៊ូវដោយសារព្រះអង្គបានចេញថ្លៃទិញអំពើបាបយើងរាល់គ្នាគឺការសុគតរបស់ព្រះអង្គនឹងឯងសំណួរទី11ហេតុអ្វីបានជាការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺសំខាន់ម្ល៉េះសំខាន់តែមែនទែនព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ3ខ4ត្បិតមុនដំបូងខ្ញុំបានប្រាប់អ្នករាល់គ្នាតាមសេចក្តីដែលខ្ញុំបានទទួលដែរគឺថាព្រះគ្រីស្ទបានសុគតដោយព្រមអំពើបាបយើងរាល់គ្នាតាមបទគម្ពីរហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងភ្នក់រួចដល់ថ្ងៃទី3ទ្រង់មានព្រះជន្មរស់ឡើងវិញតាមបទគម្ពីរដែរហេតុអ្វីបានជាការរស់ឡើងវិញរបស់ព្រះយេស៊ូវនឹងសំខាន់ពីព្រោះដើម្បីបញ្ជាក់ថាព្រះបានឈ្នះអំពើបាបហើយដើម្បីបញ្ជាក់ថាព្រះបានស្ដាប់បង្គាប់ព្រះវរបិតារហូតដល់ទីមរណៈពីព្រោះគម្ពីរចែងថាតាមបទគម្ពីរធ្លាប់សម្ដែងថាព្រះមេស៊ីនឹងមកសុគតចឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺបញ្ជាក់ថាព្រះអង្គគឺជាព្រះពិតព្រះមេស៊ីដែលយើងរាល់គ្នារងចាំនឹងឯងសំណួរទី12តើការរស់ឡើងវិញបានឈ្នះអំពើបាបនិងសេចក្តីស្លាប់យ៉ាងដូចម្តេចកូរិនថូសទី1ចំពុក15ខ20ដល់22សម្ដែងថាតែឥឡូវនេះព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិតជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយត្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្សនោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញក៏បានមកដោយសារមនុស្សដែរព្រោះដូចជាគ្រប់មនុស្សទាំងអស់បានស្លាប់ក្នុងលោកអាដាមជាយ៉ាងណានោះគ្រប់គ្នាក៏នឹងប្រោះឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរយើងបានស្លាប់ដោយព្រោះតែអាដាមយ៉ាងណាក៏នឹងត្រូវបានប្រោះឲ្យរស់ឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទយ៉ាងនោះដែរនៅពេលដែលយើងជឿទៅលើព្រះអង្គសំណួរទី13តើការរស់ឡើងវិញសន្យាអ្វីដល់អ្នកដែលជឿលើព្រះគម្ពីររ៉ូមចំពុក4ខ25ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោសដោយព្រោះអំពើរំលងរបស់យើងរាល់គ្នាហើយបានប្រោះឲ្យមានប្រជញ្ញរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរົບជាសុចរិតសន្យាខ្លះសន្យាថាឲ្យយើងរាល់គ្នាបានរົບជាសុចរិតយើងរាល់គ្នាត្រូវបានរົບថាលែងជាអ្នកដែលត្រូវទទួលរងទោសនៃអំពើបាបជាសេចក្តីស្លាប់ទៀតហើយគឺជាអ្នកសុចរិតនឹងឯងសំណួរបន្ទាប់តើការរស់ឡើងវិញបញ្ជាក់យ៉ាងណាថាព្រះគ្រីស្ទជាព្រះអង្គម្ចាស់គម្ពីរបានសម្ដែងថាដោយហេតុនោះបានជាព្រះអង្គទ្រង់លើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសអស់ទាំងនាមផងដើម្បីបានកាលណាឮព្រះនាមព្រះយេស៊ូវនោះឲ្យគ្រប់ជង្គង់នៅឋានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលុតជង្គង់ចុះហើយឲ្យគ្រប់ទាំងអណ្ដាតថ្លែងថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអង្គម្ចាស់សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតាការរស់ឡើងវិញរបស់ព្រះអង្គត្រូវបានព្រះលើកឡើងយ៉ាងខ្ពស់ហើយគ្រប់ជង្គង់នៅឋានសួគ៌នៅផែនដីនៅក្រោមផែនដីបានសរសើរថាព្រះគឺជាព្រះដ៏ពិតសំណួរបន្ទាប់តើមានអ្វីកើតឡើងនៅពេលដែលយើងទទួលព្រះគ្រីស្ទដោយសេចក្តីជំនឿត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះយូហានចំពុក3ខ16បានជាទ្រង់ប្រទានរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿរាជបុត្រានោះមិនត្រូវវិនាសឡើយគឺមានជីវិតអស់កលជានិច្ចវិញតើមានអ្វីកើតឡើងឲ្យមានជីវិតអស់កលជានិច្ចវិញតើបងប្អូនចង់បានជីវិតដែលអស់កលដែលមិនចេះស្លាប់ដែរឬទេ
បើលោកអ្នកបងប្អូនចង់បានជីវិតដែលមិនចេះស្លាប់មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះខចុងក្រោយជាខលើកទឹកចិត្តខ្លាំងមែនទែនព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ51ដល់57ណែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាកំបាំងគឺថាយើងរាល់គ្នានឹងមិនដេកលក់ទៅទេតែទាំងអស់គ្នានឹងបានផ្លាស់ប្រែមួយរំពេចវិញគឺក្នុងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះក្នុងការដែលឮសូរត្រែក្រោយបង្អស់ត្បិតត្រែនឹងឮឡើងមែននោះពួកស្លាប់នឹងរស់ឡើងវិញមិនពុករលួយឡើយរស់យើងរាល់គ្នានឹងបានផ្លាស់ប្រែទៅតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់បានប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងហើយនេះគឺជាចុងបញ្ចប់នៃមេរៀនរបស់យើងថ្ងៃនេះយើងបានសិក្សាអំពីការមានបជនការសគត់ហើយនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវការរស់ឡើងវិញរបស់ព្រះយេស៊ូវចង់បញ្ជាក់ប្រាប់យើងរាល់គ្នាថាព្រះអង្គបានឈ្នះអំពើបាបហើយយើងរាល់គ្នាក៏ឈ្នះអំពើបាបជាមួយនឹងព្រះអង្គដែរពីព្រោះយើងនៅក្នុងព្រះសូមអរគុណច្រើនសូមព្រះប្រទានពរជួបគ្នាមេរៀនក្រោយ